ចាស់អាជីវកម្ម SME យើងទាំងអស់ហ្នឹងតែងតែត្អូញត្អែប្រាប់គ្រូហេងថាហេតុអីបានថ្លៃដើមផលិតរបស់គាត់នឹងខ្ពស់ជាពិសេសគឺខ្ពស់ជាងទំនិញនាំចូលទៅទៀតសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាដែលជាម្ចាស់អាជីវកម្មជាទីមេត្រីបាទថ្ងៃនេះលោកគ្រូហេងមានវិធានបទថ្មីទៀតហើយម្ចាស់អាជីវកម្ម SME យើងទាំងអស់ហ្នឹងតែងតែត្អូញត្អែប្រាប់គ្រូហេងថាហេតុអីបានថ្លៃដើមផលិតរបស់គាត់នឹងខ្ពស់ជាពិសេសគឺខ្ពស់ជាងទំនិញនាំចូលទៅទៀតអញ្ចឹងមុននឹងបកស្រាយនៅចំណុចនេះគ្រូហេងសូមលើកយកនៅគេហៅថាការគ្រប់គ្រងថ្លៃផលិតបាទការគ្រប់គ្រងថ្លៃផលិតតើអ្វីជាការគ្រប់គ្រងថ្លៃផលិតអញ្ចឹងយើងត្រូវកលេចមកមើលថានៅក្នុងផលិតកម្មយើងមានចំណុចអ្វីខ្លះដែលជាចំណុចសំខាន់អញ្ចឹងខ្ញុំឧទាហរណ៍ថាយើងផលិតទឹកត្រីទឹកស៊ីអ៊ីវឬក៏ជាផលិតកម្មដែលយើងត្រូវការ raw material នៅក្នុងស្រុកមួយចុះខ្ញុំឧទាហរណ៍ដូចជាផលិតកម្មទឹកអ៊ីវចុះងាយស្រួលស្ដាប់ព្រោះទឹកស៊ីអ៊ីវយើងប្រើសណ្តែកសៀងយកមកធ្វើជា raw material អញ្ចឹងតើសណ្តែកសៀងយើងហ្នឹងទិញយកមកពីក្នុងស្រុកឬក៏ទិញមកពីក្រៅស្រុកអញ្ចឹងសញ្ញាសួរហើយតម្លៃសណ្តែកសៀងយើងហ្នឹងតើតម្លៃប៉ុន្មានថេរដែរឬទេថោកដែរឬទេបើយើងប្រៀបធៀបជាមួយនឹងសណ្តែកសៀងដែលនាំចូលអញ្ចឹងទៅអាហ្នឹងជាចំណុចគ្រប់គ្រងថ្លៃដើមគ្រប់គ្រងថ្លៃដើមអញ្ចឹងបើសិនជាការដែលធ្វើទឹកស៊ីអ៊ីវហ្នឹងត្រូវការសណ្តែកសៀងហើយត្រូវការធាតុផ្សំផ្សេងទៀតសារធាតុគីមីផ្សេងទៀតឬក៏គ្រឿងផ្សំផ្សេងទៀតតើយើងប្រើដែរឬទេហើយយើងមានការគ្រប់គ្រងរបៀបម៉េចដើម្បីបញ្ជាទិញវត្ថុធាតុដើមទាំងនោះមកឲ្យបានធូរថ្លៃអាហ្នឹងការគ្រប់គ្រងថ្លៃដើមនៅក្នុងចង្វាក់ផលិតកម្មក៏វាមានគេហៅថា production line ដែរ production line តើ production line យើងហ្នឹងជាប្រភេទដែលយើងប្រើកម្លាំងពលកម្មឬក៏យើងវា automatic ប្រើបច្ចេកវិទ្យាអញ្ចឹងបើសិនជាយើងប្រើកម្លាំងពលកម្មតើកម្លាំងពលកម្មយើងហ្នឹងវាថ្លៃឬក៏ថោកបើសិនជាយើងប្រើម៉ាស៊ីនបច្ចេកវិទ្យាតើបច្ចេកវិទ្យាយើងហ្នឹងវាម៉ាស៊ីនយើងហ្នឹងតើវាមានខូចណាវា smooth បានប៉ុណ្ណាវាផលិតបានខ្លាំងបានប៉ុណ្ណាហ្នឹងគេហៅពី productivity របស់ម៉ាស៊ីន productivity របស់កម្លាំងពលកម្មអញ្ចឹងយើងប្រៀបធៀបមើលបើសិនជា productivity ហ្នឹងវា low ហើយយើងចំណាយច្រើនឧទាហរណ៍ថាម៉ាស៊ីនយើងវាចាស់ប្រើតិចខូចអញ្ចឹងខ្សែសង្វាក់ផលិតកម្មតិចដាច់អាចចំណាយក្នុងការដែលយើងទៅផលិតហ្នឹងក៏វាខ្ពស់ដែរពីព្រោះវាចំណាយ wastage នេះច្រើនកម្លាំងពលកម្មក៏ច្រើនព្រោះធ្វើចេះតែខុសរហូតតិចទៅដាច់ទៅភ្លើងក៏ប្រើអស់ច្រើនវត្ថុធាតុដើមខូចក៏ប្រើអស់ច្រើនអាហ្នឹងវាជាកត្តាគ្រឿងផ្សំដែលធ្វើឲ្យថ្លៃដើមយើងនឹងខ្ពស់ហើយកត្តាមួយទៀតគឺជាកត្តាក្នុងការដែលផ្គត់ផ្គង់ការដឹកជញ្ជូនណាអានឹងជា supply chain ហ្នឹងমানেជាសង្វាក់ផលិតកម្មក្នុងការដឹកជញ្ជូនអញ្ចឹងបើសិនជាយើងមានការដឹកជញ្ជូនឆ្ងាយអញ្ចឹងចំណាយដឹកជញ្ជូនយើងក៏ខ្ពស់ដែរមួយទៀតតកតងជាមួយទៅនឹងគេហៅថាប្រេងឥន្ធនៈបើសិនជាយើងអត់មានអគ្គិសនីគ្រប់គ្រាន់យើងប្រើប្រេងឥន្ធនៈដើម្បីបញ្ឆេះម៉ាស៊ីនភ្លើងយកភ្លើងអគ្គិសនីហ្នឹងទៅប្រើនៅក្នុង production អាហ្នឹងវាចំណាយខុសមួយទៀតអញ្ចឹងសួរថាប្រេងឥន្ធនៈថ្លៃឬក៏ថោកណាសួរថាភ្លើងអគ្គិសនីយើងហ្នឹងផលិតចេញមកជាអគ្គិសនីហ្នឹងថ្លៃឬក៏ថោកអញ្ចឹងសរុបមកវិញផលិតផលមួយតម្លៃខុសថ្លៃដើមនៃផលិតផលមួយវាថ្លៃឬថោកវាមានកត្តារួមផ្សំដូចខាងលើដែលខ្ញុំបានជម្រាបអញ្ចឹងមានកត្តាមនុស្សកត្តាវត្ថុធាតុដើមកត្តាដឹកជញ្ជូនកត្តាបច្ចេកវិទ្យាហើយនឹងកត្តាចុងក្រោយនោះបើសិនជាយើងខ្ចីលុយគេនោះត្រូវ incur ខុសលើអត្រាការប្រាក់មួយទៀតអញ្ចឹងអត្រាការប្រាក់ខ្ពស់ទៀតអញ្ចឹងខុសថ្លៃដើមរបស់យើងគឺខ្ពស់អញ្ចឹងអានេះជាសរុបមកវិញសូមបងប្អូនម្ចាស់អាជីវកម្មយើងនឹងត្រូវគៀកឡើងវិញគិតថាតើចំណាយណាខ្លះដែលនៅក្នុងសង្វាក់ផលិតកម្មយើងខ្ពស់អញ្ចឹងយើងអាចទៅពិភាក្សាជាមួយអ្នកជំនាញតើយើងធ្វើម៉េចដើម្បីឲ្យវាមានប្រសិទ្ធភាពគ្រប់គ្រងចង្វាក់ផលិតកម្មធ្វើម៉េចឲ្យវាមិនសូវជាខូចបានន័យថាមួយខ្សែវា1ម៉ោងផលិតបាន100 unit អញ្ចឹងបើសិនជាវាអត់ខូចវាបាន100ទៅវាខូចអត់បាន100បាន80 70
ប់យើងខាតហើយចំណាយថ្លៃដើមដូចគ្នាអញ្ចឹងសរុបមកវិញយើងទៅគិតមើលទាំងបច្ចេកវិទ្យាក៏ត្រូវយើងយកមកគិតដែរទាំងកម្លាំងមនុស្សក៏យើងត្រូវមកគិតដែរបើមនុស្សយើងវាកម្លាំងពលកម្មយើងវា skillful ណាវាចេះវា skill អញ្ចឹងធ្វើមិនទៅខូចទេបើកម្លាំងពលកម្មយើងអត់ skill ខូចច្រើនអញ្ចឹងវាមានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យយើងទៅគិតឡើងវិញអញ្ចឹងសរុបមកវិញបងប្អូនម្ចាស់អាជីវកម្មយើងអាចគិតពិចារណាវិភាសាជាមួយអ្នកជំនាញហើយឲ្យគេរកនៅដំណោះស្រាយដើម្បីយើងដោះស្រាយតាមស្ថានភាពជាក់ស្ដែងរបស់យើងអញ្ចឹងអាជីវកម្មមួយមានបញ្ហាប្រឈមខុសៗគ្នាអ្នកខ្លះប្រឈមនឹងបញ្ហាហិរញ្ញវត្ថុទៅអ្នកខ្លះប្រឈមរឿងម៉ាស៊ីនទៅអ្នកខ្លះប្រឈមនឹងបច្ចេកវិទ្យាទៅអ្នកខ្លះប្រឈមទៅលើកម្លាំងពលកម្មអ្នកខ្លះប្រឈមទៅលើវត្ថុធាតុដើមអីចឹងទៅអញ្ចឹងសូមតាក់ទងមកអ្នកជំនាញរបស់យើងខ្ញុំដើម្បីពិសាររកដំណោះស្រាយលើបញ្ហាទាំងនោះបាទសូមអរគុណបាទ Yo, just do what